một máy ngon vì thếទឹកគ្រឿងយើងជាប្រភេទម្ហូបមួយយ៉ាងដែលយើងថាតែចាស់បុរាណថាគាត់ញ៉ាំជាមួយនឹងបន្លែស្រស់មានថាលបាយហើយថាលបាយច្រើនមុខវាមួយបែបពីសម្លកកូរសម្លកកូរក៏ជាសម្លមួយដែលយើងមានថាបន្លែច្រើនមែនទែនក្នុងការដែលយើងដាក់ក្នុងការស្លសម្លកកូរហើយបន្លែសម្រាប់ទឹកគ្រឿងនេះគឺជាសម្លមួយដែលឆ្ងាញ់មែនទែនសម្រាប់ខ្ញុំគឺខ្ញុំពិតជាចូលចិត្តខ្លាំងហើយសម្រាប់គ្រួសារខ្ញុំក៏គាត់ឧស្សាហ៍ធ្វើវាដែរមិនថាវាអត់រសជាតិរបស់វាបែបខ្មែរហើយសំខាន់បំផុតគឺក្លិនប្រហុកដាក់បាយមកទៅណាណាននោនេះយើងធ្វើយកននោខ្ចីហើយវាមានរសជាតិផ្ដល់នៅរសជាតិផ្អែមហាំចេញមកគឺឆ្ងាញ់មែនតើហើយឡងឲ្យគឺពពាយបងប្អូនណាខ្លះដែលអត់ស្គាល់ពពាយអានេះគឺពពាយគឺជាប្រភេទផ្លែមួយយ៉ាងដែលក៏សំខាន់ដែរមិនថាវាឆ្ងាញ់មែនតើសម្រាប់យើងញ៉ាំមួយទឹកគ្រឿងហើយសម្រាប់ទឹកក្តៅខ្ញុំចូលចិត្តណាបងប្អូនគាត់ថាវាមានរសជាតិល្វីងមែនប៉ុន្តែសម្រាប់ស្ដៅគឺត្រូវខ្លាំងជាមួយនឹងញ៉ាំជាមួយនឹងទឹកគ្រឿងបើមិនជាអត់ស្ដៅក៏អត់ឆ្ងាញ់ដែរខ្ញុំថាសម្រាប់ស្ដៅគឺខ្ញុំបេះមកតែអញ្ចឹងហើយតបញ៉ាំជាមួយបាយតែម្ដងល្វីងតែឆ្ងាញ់ថ្ងៃនេះបងប្អូនថ្ងៃនេះមកដល់ថ្ងៃសៅរ៍អត់ទៅណាទេហើយយើងធ្វើទៅគ្រឿងញ៉ាំជុំគ្នាលក្ខណៈគ្រួសារយើងក៏បានជួបជុំវាគឺជាវាឆ្ងាញ់មែនតើចង់ថាជាប្រភេទម្ហូបដែលអញនិយាយបានថាសាមញ្ញក៏ប៉ុន្តែសម្រាប់រសជាតិគឺបើយើងញ៉ាំរាល់ថ្ងៃក៏អត់ទ្រាំដែរមិនថាយើងញ៉ាំជាប្រចាំញ៉ាំច្រើនដងព្រោះយើងអត់មានអារម្មណ៍ថាទ្រាំយើងឥឡូវដាក់ទៀតបងប្អូនតែវាគឺគាត់ថាឆ្ងាញ់ដល់ថាពេញនងអញ្ចឹងទុនថៃហើយផ្អែមអ្នកនរគ្នាអាចសាក់បាន